ស្ត្រីជនជាតិពូនងម្នាក់ថាដូចដបបន្លាយចេញពីទ្រូងក្រោយទំនាស់ដីធ្លីត្រូវបានដោះស្រាយបញ្ចប់ដោយមន្ត្រីអដកពេលដោះស្រាយចប់ទៅមានអារម្មណ៍ថាធូរទ្រូងដូចថាដោះបន្លាយចេញពីទ្រូងបងអត់មានតឹងទ្រូងដោយសាមញ្ញទេហើយយើងចេះតែភ័យថារឿងនឹងដឹងគេព្រមចប់ដឹងអត់ឬក៏គេចង់ប្តឹងយើងទៅមុខទៀតដឹងហើយយើងអត់មានលុយទៀតទៅពេលគេប្តឹងទៅយើងមានលុយមកពីណាអញ្ចឹងហ៎បងហើយយើងចេះតែភ័យទៅពេលគេដោះស្រាយហើយអញ្ចឹងទៅមានអារម្មណ៍ថាសុបាយចិត្តចាស់ហើយលុយយើងក៏អត់អស់ហើយយើងមានពេលវេលាទៅស្រែទៅឆ្ការទៅរកស៊ីអីផ្សេងទៀតនេះគឺជាការលើកឡើងរបស់អ្នកស្រីថើយណារមជាភាគីខនិងជាជនជាតិពូនងរស់នៅក្នុងខេត្តមណ្ឌលគិរីលោកស្រីបានចែករំលែកភាពសប្បាយរីករាយនេះមកកាន់សារព័ត៌មានព្រះខ័ននៅថ្ងៃទី18ខែសីហាឆ្នាំ2026បន្ទាប់ពីសំណុំរឿងដីធ្លីរបស់អ្នកស្រីជាមួយភាគីកដែលត្រូវជាបងប្អូនជីដូនមួយនឹងគ្នាផងនោះត្រូវបានលោកធីមសុធុនមន្ត្រីសម្រាប់សម្រួលដោះស្រាយវិវាទនៃអដកនិងលោកអៀមប៊ុនលីប្រធានការិយាល័យតំណាងអដកប្រចាំខេត្តមណ្ឌលគិរីចុះដោះស្រាយបញ្ចប់វិវាទរបស់ពួកគេដោយជោគជ័យនៅសាលាឃុំក្រង់តេសនៅថ្ងៃទី14ខែសីហាឆ្នាំ2026ហើយក៏បញ្ជាក់ផងដែរថាពីការិយាល័យតំណាងអដកទៅកាន់សាលាឃុំក្រង់កេះមន្ត្រីសម្រាប់សម្រួលដោះស្រាយវិវាទនៃអដកធ្វើដំណើរក្នុងរយៈចម្ងាយជាង30គីឡូម៉ែត្រដោយសារតែភាពប៉ិនប្រសប់ក្នុងការសម្រាប់សម្រួលរបស់មន្ត្រីសម្រាប់សម្រួលដោះស្រាយវិវាទនៃអដកអ្នកស្រីថើយណារមបានគូបញ្ជាក់ទៀតថាក្រុមគ្រួសាររបស់គាត់ទទួលបានភាពរីករាយក្នុងជីវិតត្រឡប់មកវិញក្រោយក្តីបារម្ភនិងភាពល្អក់កកនៅក្នុងទំនាក់ទំនងបងប្អូនបានបៀមទុកអស់រយៈពេល6ឆ្នាំមកហើយលទ្ធផលដែលកើតចេញពីការសម្រាប់សម្រួលនេះក៏បានធ្វើឲ្យទំនាក់ទំនងញាតិរបស់ពួកគេត្រឡប់មកដូចដើមដែរក្រោយទទួលបានភាពជោគជ័យនៅក្នុងដំណើរការសម្រាប់សម្រួលនេះអ្នកស្រីថើយណារមក៏បានចែករំលែកព័ត៌មានអំពីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការទៅកាន់អ្នកជិតខាងរបស់គាត់ផងដែរហើយសម្រាប់អ្នកដែលដឹងក៏ខ្ញុំនិយាយប្រាប់ដែរខ្ញុំនិយាយប្រាប់ថាអដកគាត់មកសម្រាប់សម្រួលហ្នឹងអត់មានពិបាកទេហើយអត់មានគាត់សម្លុតឬក៏លំអៀងទៅភាគីម្ខាងគឺអត់មានទេគឺគាត់អង្គុយជាញាកដាលគាត់ដោះស្រាយយើងហើយគេនិយាយពាក្យល្អៗដាក់យើងខ្ញុំតែប្រាប់អ្នកជិតខាងគាត់សួរក្នុងពេលជាមួយគ្នានេះអ្នកស្រីមនចន្ទធីមេឃុំក្រង់តេសដែលចូលរួមនៅក្នុងដំណើរការសម្រាប់សម្រួលផ្សះផ្សាបញ្ចប់វិវាទនេះក៏បានបង្ហាញការចាប់អារម្មណ៍ថាការសម្រាប់សម្រួលនិងផ្សះផ្សាបញ្ចប់វិវាទរបស់មន្ត្រីសម្រាប់សម្រួលដោះស្រាយវិវាទនៃអដកមានភាពលឿនរហ័សដោយចំណាយពេលតែមួយព្រឹកប៉ុណ្ណោះលោកស្រីចាត់ទុកថាយន្តការនេះគឺជាដំណើរការផ្សះផ្សាដ៏ល្អនៅក្នុងសង្គមដែលមិនត្រឹមតែបញ្ចប់វិវាទប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងបានរួមចំណែកព្យាបាលរបួសផ្លូវចិត្តរបស់ភាគីទាំងសងខាងផងដែរឃើញថាការសម្របសម្រួលនេះគឺភាគីគាត់ទាំងពីរគាត់ទទួលយកបានក្រោយពីយើងសម្របសម្រួលពួកគាត់ហើយគាត់ក៏បានភាគីកគាត់បានលំអោនតិចភាគីខគាត់បានលំអោនតិចក៏រវាងឲ្យគាត់ទទួលស្គាល់និងសុំទោសរៀងខ្លួនទៅគាត់នឹងគាត់បញ្ចប់នៅទំនាស់នេះចឹងណាអូនដល់យល់ព្រមពីភាគីកនិងភាគីខចាគួរជម្រាបជូនផងដែរថាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការហៅកាត់ថាអដកដែលតាមច្បាប់កំណត់ហេតុនេះមានតម្លៃអនុវត្តដោយសារក្រមស្ថាពររបស់តុលាការ